បាទសូមចែករំលែកតទៅនឹងភាពជោគជ័យមិនអាចកើតឡើងដោយឯងទេបើសិនជាគ្មានសច្ចភាពគ្មានខន្តីគ្មានគុណធម៌បីយ៉ាងហ្នឹងវាដូចជាយានអញ្ចឹងបាទដូចជាអីដែលចម្លងយើងអញ្ចឹងដឹកនាំយើងទៅអញ្ចឹងវាដូចជាកង់ដូចជាម៉ូតូវាដូចជាឡានវាដូចជាយន្តហោះអញ្ចឹងបាទអញ្ចឹងត្រូវការ3យ៉ាងហ្នឹងសំខាន់ខ្លាំងណាស់ហើយស៊ីជម្រៅខ្លាំងខ្ញុំលើកយកខន្តីមកចុះទូយ៉ាងដូចម៉ាស៊ីនដែលផលិតពៀនមាសហ្នឹងផលិតមកយកពោះភ្លឺបានពៀននឹងបានណាហើយបើសិនជាមនុស្សយើងផលិតណាយើងត្រូវការសម្រាប់យើងអត់អាចមានពេលធ្វើបានច្រើនហើយក៏ធ្វើបញ្ចប់ដូចជាម៉ាស៊ីនហ្នឹងទេបាទ